4. ទិញផ្ទះឲ្យចំណេញ ការទិញផ្ទះដើម្បីរស់នៅផងនិងទុកចំណេញផងឬទិញដើម្បីវិនិយោគសុទ្ធសាធគឺទាមទារនូវការពិចារណានិងការគណនាយ៉ាងម៉ត់ចត់ខាងក្រោមនេះគឺជាក្បួននិងយុទ្ធសាស្ត្រគន្លឹះដែលជួយឲ្យអ្នកទិញផ្ទះបានចំណេញនិងមិនខកបំណង 1. ជ្រើសរើសទីតាំងដែលមានសក្តានុពលដែលហៅថា Location is king ទីតាំងជាកត្តាកំណត់លំដាប់ទី1នៃតម្លៃអចលនទ្រព្យដើម្បីចំណេញអ្នកគួរយល់និងមើលលើទិសដៅអភិវឌ្ឍរបស់ក្រុងមើលថាតើរដ្ឋាភិបាលអភិវឌ្ឍទៅរកតំបន់ណាឧទាហរណ៍ការពង្រីកក្រុងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងឬប្រលានយន្តហោះថ្មីជាដើមទិញមុនពេលគម្រោងធំៗទាំងនោះមកដល់នៅជិតគម្រោងពាណិជ្ជកម្មផ្ទះដែលនៅជិតផ្សារទំនើបសាលារៀនមន្ទីរពេទ្យតំបន់រោងចក្រសហគ្រាសតែងមានតម្រូវការជួលនិងការទិញខ្ពស់មួយទៀតមិនលិចទឹកនិងមានសុវត្ថិភាពល្អតំបន់ដែលមិនលិចទឹកនៅរដូវវស្សាតែងតែរក្សាបានតម្លៃល្អនិងងាយស្រួលលក់ចេញ 2. ក្បួនទិញធូរថ្លៃជាងតម្លៃទីផ្សារ Buy below market value អ្នកអាចរកប្រាក់ចំណេញបានតាំងពីថ្ងៃដែលអ្នកសម្រេចចិត្តទិញប្រសិនបើអ្នកចេះរកផ្ទះលក់ប្រញាប់ urgent sale ផ្ទះខ្លះត្រូវការលុយពង្វិលចំនួនឬត្រូវការចំណាក់ស្រុកពួកគេតែងតែលក់នៅក្នុងតម្លៃធូរជាងទីផ្សារពី 15 ទៅ 30% ផ្ទះជាប់ធនាគារ foreclosure bank distress តម្លៃដែលលែងមានលទ្ធភាពបង់និងចង់លក់ចេញដើម្បីបង្ហើយបំណុលមួយទៀតចរចាឲ្យអស់ពីលទ្ធភាពកុំខ្លាចនៅក្នុងការតថ្លៃមុនទិញត្រូវស្រាវជ្រាវតម្លៃផ្ទះស្រដៀងគ្នានៅក្នុងតំបន់នោះឲ្យបានយ៉ាងហោចណាស់ពី 3 ទៅ 5 ផ្ទះដើម្បីដឹងតម្លៃពិតប្រាកដយុទ្ធសាស្ត្រទិញផ្ទះក្នុងគម្រោងទិញដំណាក់កាលដំបូងបើអ្នកទិញផ្ទះក្នុងបរិយាឬក្នុងគម្រោងអភិវឌ្ឍ1ត្រូវទិញក្នុងដំណាក់កាលបើកលក់ដំបូង pre-sale shop opening នេះគឺជាពេលដែលតម្លៃផ្ទះទាបបំផុតនៅពេលដែលគម្រោងសង់រួចរាល់ឬជិតរួចរាល់តម្លៃនឹងឡើងតាមដំណាក់កាលម្យ៉ាងវិញទៀតជ្រើសរើសអ្នកអភិវឌ្ឍដែលមានសុចរិតភាពនិងកេរ្តិ៍ឈ្មោះល្អ reputable developer ដើម្បីការពារហានិភ័យគម្រោងគាំងឬសាងសង់មិនតាមស្តង់ដារ 4. គណនាពីលំហូរទឹកប្រាក់ cash flow និងការវិលទុនប្រសិនបើអ្នកទិញដើម្បីវិនិយោគឱកាសនៃការជួល rental yield តើផ្ទះនោះអាចជួលបានក្នុងតម្លៃប៉ុន្មានក្នុងមួយខែផ្ទះដែលល្អគួរតែអាចរកចំណូលពីការជួលបានខ្ពស់ដើម្បីយកមកជួយបង់រំលោះធនាគារក្នុងករណីបើមានសក្តានុពលនៃការឡើងថ្លៃដីដែលហៅថា capital appreciation សម្លឹងមើលថាតើតំបន់នោះអាចឡើងថ្លៃបានប៉ុន្មានភាគរយក្នុងមួយឆ្នាំ 5. គ្រប់គ្រងហិរញ្ញវត្ថុនិងកម្ចីឲ្យបានត្រឹមត្រូវកុំខ្ចីលើសពីលទ្ធភាពប្រសិនបើអ្នកប្រើប្រាស់កម្ចីធនាគារត្រូវប្រាកដថាប្រាក់បង់រំលោះប្រចាំខែមិនត្រូវលើសពី 30 ទៅ 40% នៃចំណូលសរុបរបស់អ្នកឡើយដើម្បីបង្ការហានិភ័យហិរញ្ញវត្ថុពេលអាជីវកម្មឬការងារមានការប្រែប្រួលប្រៀបធៀបអត្រាការប្រាក់ស្វែងរកធនាគារណាដែលផ្ដល់អត្រាការប្រាក់ទាប
នឹងមានលក្ខខណ្ឌបត់បែនដូចជាអាចបងផ្ដាច់បានមុនកំណត់ដោយមិនរងផាកពិន័យ 6. ពិនិត្យផ្លូវច្បាប់និងឯកសារ legal title deed ទិញផ្ទះចំណេញគឺត្រូវតែមានសុវត្ថិភាពខ្ពស់ផ្នែកច្បាប់ប្លង់ដីប្លង់ផ្ទះត្រូវប្រាកដថាជាប្លង់ដែលមានសុវត្ថិភាពបំផុតឬបើជាប្លង់ទុនត្រូវឆ្លងកាត់ការដឹងឮនិងត្រួតពិនិត្យពីអាជ្ញាធរត្រឹមត្រូវគ្មានការបញ្ចាំឬជាប់ទំនាស់ ពិនិត្យប្រវត្តិដីធានាថាដីនោះមិនស្ថិតក្នុងតំបន់បម្រុងរបស់រដ្ឋឬដីគម្រោងផ្លូវរបស់រដ្ឋឡើយ ដំបូងមានបន្ថែមទិញអចលនទ្រព្យហើយរងចាំកុំរងចាំរហូតដល់មានលុយទើបទិញអចលនទ្រព្យប៉ុន្តែរាល់ការទិញត្រូវតែផ្អែកលើទិន្នន័យពិតប្រាកដមិនមែនទិញតាមអារម្មណ៍ឬតាមតគ្នានោះឡើយ តើអ្នកកំពុងតែសម្លឹងមើលផ្ទះប្រភេទណាដែរផ្ទះក្នុងបរិយាផ្ទះល្វែងអាជីវកម្មឬដីធ្លីដើម្បីឲ្យខ្ញុំបានដឹងអំពីគោលបំណងរបស់អ្នកផង